សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងប្រចាំថ្ងៃរបស់ Admin ហើយថ្ងៃនេះផងដែរ Admin នឹងលើកយកចំណេះដឹងខ្លីៗមកជម្រាបជូនដូចតទៅ5ចំណេះដឹងខ្លីៗអំពីអ្វីដែលកើតឡើងក្នុងរាងកាយមនុស្ស1. បេះដូងបុកប្រហែល 100,000 ដងក្នុងមួយថ្ងៃបេះដូងមនុស្សធម្មតាបុកជាង 100,000 ដងក្នុង24ម៉ោង 2. ស្បែកគឺជាអង្គធាតុធំបំផុតស្បែកគ្របដណ្ដប់រាងកាយទាំងមូលហើយមានទម្ងន់ប្រហែល 3 ទៅ 4 គីឡូក្រាម 3. ខួរក្បាលបន្តអភិវឌ្ឍរហូតដល់អាយុប្រហែល 25 ឆ្នាំ 4. មនុស្សផលិតទឹកមាត់ប្រហែល 1 ទៅ 1.5 លីត្រក្នុងមួយថ្ងៃ 5. ឆ្អឹងរឹងជាងដែកខ្លះៗឆ្អឹងមានសមត្ថភាពទ្រាំទ្រកម្លាំងខ្ពស់បំផុតបើប្រៀបធៀបទៅនឹងទំហំរបស់វា